ក៏ដូចជាសួរបងប្អូនជនជាតិខ្មែរទាំងអស់ដែលកំពុងតាមដានវីដេអូឃ្លីបមួយនេះកាលពីម្សិលមិញខ្ញុំបានបើកផុសនៅឃ្លីបមួយដែលនិយាយអំពីប្រវត្តិសាស្ត្ររបស់កោះត្រល់ខ្មែរហើយរួមទាំងហេតុការណ៍ដែលធ្វើឲ្យបានបាត់ទឹកនៅកោះត្រល់ខ្មែរបាត់ក្នុងសម័យរបស់អ្នកណាហើយអ្នកណាដែលជាឆ្កែបម្រើយុទ្ធប្រកបហើយកាលពីម្សិលមិញទៀតសោះក៏ខ្ញុំបាននិយាយអំពីវិធីសាស្ត្រដែលយើងអាចយកកោះត្រល់មកវិញបានប៉ុន្តែវាគឺជាឆន្ទៈមួយរបស់មេដឹកនាំដែលមេដឹកនាំរបស់យើងពេលបច្ចុប្បន្ននេះគ្មានឆន្ទៈណាមួយឡើយក្នុងការយកកោះត្រល់មកវិញបន្តទៅនេះខ្ញុំសូមជម្រាបអំពីវិធីសាស្ត្រតាពីម្សិលគឺខ្ញុំបានជម្រាបជូនមួយហើយតទៅគឺយើងមាន3សន្ធិសញ្ញាយើងអាចយកមកវិញបានប៉ុន្តែខ្ញុំម្សិលបាននិយាយអំពីសន្ធិសញ្ញាទី1ហើយប៉ុន្តែកុំឲ្យវាជ្រុលច្រឡំគ្នាខ្ញុំនិយាយឡើងវិញអំពីសន្ធិសញ្ញាទាំង3នោះទី1គឺសន្ធិសញ្ញាច្បាប់នៃអន្តរជាតិមិនជាសន្ធិសញ្ញាទីគឺជាច្បាប់នៃអន្តរជាតិដែលបានបញ្ជាក់ថារាល់កោះទាំងឡាយណាដែលស្ថិតនៅរយៈចម្ងាយក្រោម40គីឡូម៉ែត្រពីឆ្នេរមួយនៃប្រទេសមួយគឺកោះហ្នឹងគឺត្រូវបានខ្លាចជាអធិបតេយ្យភាពរបស់ប្រទេសហ្នឹងប៉ុន្តែជាលក្ខណៈស្រោមស្រពស្វ័យតំបន់នេះមិនដឹងទេប៉ុន្តែគឺជាតំបន់មួយដែលត្រូវបានខ្លាចជាអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសហ្នឹងនេះឲ្យច្បាស់ត្រង់ហ្នឹងចំពោះកោះត្រល់ខ្មែរគឺយើងឃើញហើយគឺរយៈចម្ងាយតែ15គីឡូម៉ែត្រប៉ុណ្ណោះពីឆ្នេរខ្មែរពីកោះខ្មែរពីដីខ្មែរប៉ុន្តែវាស្ថិតនៅរហូតដល់រយៈចម្ងាយ45គីឡូម៉ែត្រពីឆ្នេរយួនពីតំបន់យួនដូច្នេះហើយគឺយើងឃើញហើយគឺខុសគ្នា5គីឡូម៉ែត្រឯណោះពីយើងពីបំពេញសន្ធិសញ្ញាអន្តរជាតិយើងកាត់ពីឲ្យយួនដូច្នេះហើយពេលយើងកាត់មកដល់ខ្មែរវិញគឺវាខុសគ្នាឆ្ងាយណាយើងមើលទឹកដីកោះត្រល់យើងឃើញច្បាស់ស្រាប់ហើយមិនបាច់ខ្ញុំប្រាប់ទេគឺសិទ្ធិខ្មែរជិតជាងស្ថិតចិត្តយួនដូច្នេះហើយសន្ធិសញ្ញាមួយនេះគឺយើងមានសិទ្ធិទាមមកវិញបានសន្ធិសញ្ញាទី2គឺជាសន្ធិសញ្ញាដែលនិយាយអំពីសន្ធិសញ្ញា23ដុល្លារដែលជាសន្ធិសញ្ញានិយាយអំពីសន្ធិសញ្ញាទាំងឡាយណាដែលស្ថិតនៅក្នុងអន្តរកាលរវាងឆ្នាំ1979និងឆ្នាំ1991ត្រូវបានលុបចោលទាំងអស់ពីព្រោះសន្ធិសញ្ញាទាំងអស់នោះដែលធ្វើឡើងដោយរដ្ឋាភិបាលក្រុងភ្នំពេញក្នុងពេលនោះដែលជារដ្ឋាភិបាលរបស់សាធារណរដ្ឋប្រជាមានិតកម្ពុជាដឹកនាំដោយលោកហ៊ុនសែនជាសៀមហេងសំរិននឹងគឺជារដ្ឋាភិបាលដែលបន្ទប់ឡើងដោយយួនកុម្មុយនីសដូច្នេះហើយយើងមិនអាចទទួលបានគឺយើងត្រូវលុបចោលទាំងអស់នេះគឺជាសន្ធិសញ្ញាមួយដែលយើងបានចរចាគ្នាក្នុងទីក្រុងប៉ារីសហើយប៉ុន្តែមកដល់ខណៈនេះថ្ងៃនេះគឺលោកហ៊ុនសែនបានលុបទេពីព្រោះថាអីគឺយើងឃើញហើយប្រហែលជាគាត់ជាអាយ៉ងពេញសិទ្ធហើយក៏យ៉ាងណាខ្ញុំអត់ដឹងដែរប៉ុន្តែខ្ញុំសូមប្រាប់ថាសន្ធិសញ្ញាមួយដែលលោកហ៊ុនសែនបានចុះហត្ថលេខាប្រគល់ទឹកដីកោះត្រល់ឲ្យទៅយួនក្នុងឆ្នាំ1982គឺត្រូវតែធ្វើឲ្យបានក្នុងការលុបបំបាត់សន្ធិសញ្ញានេះចោលវិញខ្ញុំសូមបញ្ជាក់ម្ដងទៀតថ្ងៃទី7ខែ7 1982សន្ធិសញ្ញានោះត្រូវលុបចោលជាដាច់ខាតហើយមួយវិញទៀតគឺចំពោះរដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាមាត្រាទី55ខ្ញុំនឹងអានមាត្រានេះឲ្យស្ដាប់ម្ដងទៀតសង្ឃឹមថាយល់ណាមាត្រាទី55សន្ធិសញ្ញានឹងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនសមស្របទៅនឹងឯករាជ្យអធិបតេយ្យភាពបូរណភាពទឹកដីអធិបតេយ្យភាពនិងឯករាជ្យភាពរបស់ប្រជាណាចក្រកម្ពុជាត្រូវលុបចោលដូច្នេះហើយខ្ញុំបាទសូមឲ្យរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានការត្រួតពិនិត្យឡើងវិញអំពីសន្ធិសញ្ញាឆ្នាំ2004 2005ក្នុងសន្ធិសញ្ញាបំពេញបន្ថែមមួយដែលរដ្ឋាភិបាលលោកហ៊ុនសែនបានចុះហត្ថលេខាក៏ដូចជាបង្ខំឲ្យស្ថាប័នព្រះមហាក្សត្រថ្វាយព្រះហស្ថលេខាមួយបំពេញបន្ថែមថាទឹកដីកោះត្រល់គឺជារបស់យួនមិនមែនជារបស់ខ្មែរនោះទេខ្ញុំសូមម្ដងទៀតរដ្ឋាភិបាលមេត្តាគោរពនៅច្បាប់ទាំងអស់នេះផងអស់លោកកំពុងតែបំពេញច្បាប់ហើយបើសិនជាអស់លោកគិតថាអស់លោកនៅតែបំពេញច្បាប់ទៀតខ្ញុំមិនដឹងថាតើពលរដ្ឋខ្មែរទៅអស់លោកជាអ្នកណានោះទេជាអ្នកដែលអនុវត្តច្បាប់ធ្វើច្បាប់ឬក៏ជាឆ្កែបំពេញច្បាប់អរគុណច្រើនខ្ញុំអត់មានអ្វីច្រើននិយាយទេខ្ញុំសង្ឃឹមថាសន្ធិសញ្ញា13ហ្នឹងនឹងអាចឲ្យកម្ពុជាភ្ញាក់រលឹកពលរដ្ឋខ្មែរទាំងអស់មេត្តាចេះគិតអំពីច្បាប់ហើយយើងទាមទារតាមផ្លូវអហិង្សាយកមកវិញនៅទឹកដីកោះត្រល់ដែលមានទំហំ3/4ប្រទេសសង្ហបុរីនេះអរគុណច្រើនជម្រាបលា